សូមជូនរឿងបុរសស្ពាយធាតុខ្មោចនាងកុលធីតាជាតារាប្រចាំត្រកូលក្នុងគ្រួសារមួយនាជនបទឪពុកម្ដាយស្រឡាញ់ថ្នាក់ថ្នមនាងជាខ្លាំងព្រោះនាងជាបុត្រីប្រកបដោយដំបូន្មានចាស់ទុំរៀងរាល់ថ្ងៃនាងធ្វើការជំនួសម្ដាយដូចជាបណ្ដាំសួររែកទឹកពុះអស់ជាដើមកំឡោះខ្លះបានជេរមួយស្នែតក៏យកមកផ្ញើនាងដោយមិនបន្ទុំឡើយអ្នកណាបានឃើញហើយមិនសរសើរមានតែមនុស្សឡប់សតិនិងអ្នកងងឹតភ្នែកតាំងពីកំណើតនេះបានសំដោយពាក្យចាស់លោកពោលថាកាលនៅក្មេងហៀសម្បោក៏ខ្លាក់អ្នកណាក៏ខ្ពើមមួយខាមួយស្ដោះធំឡើងដោះមួយអើតពីរអើតនៅក្នុងភូមិជាមួយនាងមានបុរសម្នាក់ឈ្មោះសំមានចិត្តស្រឡាញ់នាងជាខ្លាំងលើគេទាំងអស់ជារៀងរាល់ថ្ងៃគេចេះតែកន្ត្រាក់កន្ត្រែងឲ្យឪពុកម្ដាយចូលស្ដីដណ្ដឹងនាងតែឪពុកម្ដាយចេះតែរេរែកព្រោះគ្រួសារនាងមានឋានៈខ្ពស់ជាងគេនៅក្នុងភូមិប៉ុន្តែកំឡោះសំបានប្រាប់ម្ដាយថាបើមិនបាននាងទេគេសក់ចិត្តស្លាប់ចំណែកនាងកុលធីតាវិញថ្ងៃមួយនាងបានត្អូញប្រាប់ម្ដាយថានាងមានអាការៈមិនស្រួលក្នុងខ្លួនខុសប្រក្រតីម្ដាយចេះតែសួរដេញដោលពីអាការៈជំងឺនាងតែគាត់ក៏មិនយល់ច្បាស់ពីអាការៈជំងឺនេះច្បាស់លាស់ដែរបន្ទាប់មកឪពុកម្ដាយបានអញ្ជើញចាស់ទុំនៅក្នុងភូមិឲ្យមកជួយពិនិត្យមើលអាការៈរបស់កូនគាត់ទីបំផុតគេបានដឹងថាកូនគាត់កើតជំងឺស្គមលឿងដែលនៅសម័យនោះគេចាត់ទុកថាជំងឺនេះជាជំងឺដែលពិបាកព្យាបាលមួយដែរចាប់តាំងពីថ្ងៃនោះមកជំងឺរបស់នាងហាក់បីដូចជាចេះតែស្រុតចុះបន្តិចម្ដងទោះបីជាដូរគ្រូថ្នាំ2-3 នាក់ក៏ដោយនៅពេលដែលនាងឈឺនោះផងដែរកំឡោះសំមានមុខញឹកញាប់ជាងគេជំងឺនេះមិនបានស្រាកស្រានអ្វីសោះឡើយប៉ុន្មានថ្ងៃក្រោយមកនាងក៏ស្លាប់បាត់ទៅឪពុកម្ដាយញាតិមិត្តជាពិសេសកំឡោះសំមានការអាឡោះអាល័យសោកសង្រេងរវ័យព្រៀបបំបានស្អែកឡើងថ្ងៃរសៀលណាស់ទៅហើយញាតិមិត្តបងប្អូនបានដង្ហែសពនាងទៅកាន់ទីបច្ឆាគេរៀបនឹងរំលាយសពនាងទៅហើយប៉ុន្តែអ្នកភ្លុកប្រាប់ថាស្ទាក់ស្ទើរណាស់សុំទៅហូបបាយសិនហើយសឹមត្រឡប់មកវិញគេក៏ទុកសពនាងចោលក្នុងទីបច្ឆាគ្មានអ្នកយាមឡើយសេចក្តីស្នេហាលើរូបនាងងប់ងល់ពេកជួនជាពេលនោះស្ងប់ស្ងាត់ល្អផងកំឡោះសំក៏បើគម្របមឈូសចូលទៅដេកអោបសពនាងពីលើរួចក៏អត់ដង្ហើមស្លាប់ទៅហងចំណែកឯអ្នកភ្លុកទាំង4នាក់វិញពេលអាស្រ័យបាយរួចក៏ត្រឡប់មកបូជាសពវិញដោយគ្មានពិនិត្យអ្វីសោះឡើយគេនាំគ្នាបូជាសពតាមទម្លាប់គេក៏ចម្លែកចិត្តណាស់ដែរធ្លាប់តែអស់ប៉ុណ្ណឹងបូជាសពមួយក្រិនទៅហើយតែពេលនេះបែរជាមិនគ្រប់គ្រាន់ទៅវិញលុះបូជាសពរួចហើយអ្នកភ្លុកក៏នាំគ្នាកាយខ្ជូងនិងសំណល់ធាតុទៅកូរចោលនៅគៀនព្រៃរួចក៏នាំគ្នាទៅផ្ទះអស់ទៅនៅក្នុងភូមិនោះដែរក៏មានកំឡោះម្នាក់ទៀតឈ្មោះចៅស្ពាយធាតុបានទៅរើសកំទេចឆ្អឹងនាងកុលធីតាដាក់ក្នុងថង់ដោយសេចក្តីស្រឡាញ់នាងខ្លាំងពេកកំឡោះនេះក៏ស្ពាយធាតុនាងទៅកាន់ព្រៃហមពៀនលុះទៅដល់អាស្រមមហាឥសីក៏ធ្វើជាយំសោកក្រាបសំពះថ្លែងសេចក្តីទូលព្រះមហាឥសីថាភរិយាខ្លួនស្លាប់ព្រះតេជគុណជួយសន្តោសប្រុសប្រណីជួយប្រុសឲ្យរស់ឡើងវិញព្រះឥសីអាណិតក៏តាំងសមាធិបរិកម្មព្រះវេទវិជាដើម្បីប្រោសនាងកុលធីតាលុះតាំងសមាធិរួចហើយ
ព្រះមុនីឥសីក៏ប្រោសធាតុយ៉ាងនោះហើយក៏លេចធ្លោឡើងកាលបើបានត្រូវមុនវិសេសហើយធាតុនោះក៏លេចធ្លោឡើងជារូបនាងកុលធីតានិងរូបកំឡោះសំជាមួយគ្នាព្រះមុនីឥសីសួរទៅកាន់ចៅស្ពាយធាតុថាអ្នកឯងប្រាប់ថានាងនេះជាប្រពន្ធអ្នកឯងក្រែងអ្នកឯងដើររើសធាតុគេផ្ដេសផ្ដាស់ទេដឹងចៅស្ពាយធាតុទៅជាស្រឡាំងកាំងទើលគំនិតនិយាយអ្វីក៏មិនចាញ់ដែរព្រះមុនីឥសីពោលថាឥឡូវនេះនឹងលើកនាងឲ្យទៅអ្នកណាក៏ពុំបានព្រោះមានបុរសដល់ទៅ2នាក់ដូច្នេះបើយ៉ាងនេះត្រូវសួរទៅកាន់ចៅស្រីដែលនៅកណ្ដាលសិនតើស្ម័គ្រនៅខាងណាចៅស្ពាយធាតុក៏ឆ្លើយភ្លាមថាត្រូវបានមកខាងកណាព្រោះខ្ញុំកណារើសធាតុយកមកព្រះមុនីឥសីក៏ពោលថាអើនាងគេខាងនេះខំរើសធាតុយកមកឲ្យតាជួយប្រោះដូច្នេះគេមានបនធំណាស់ដែរតើចៅជ្រើសយកខាងណានាងកុលធីតាលើកដៃសំពះហើយទូលថាករណាលោកតាគាត់មានគុណបីដូចជាបិតាបង្កើតកូនឲ្យមានជីវិតឯបងខាងនេះស៊ូស្លាប់រស់ជាមួយខ្ញុំទុជាប្តីព្រោះមិនងាយរកបានប្រុសឯណាមានចិត្តស្ម័គ្រស្លាប់បដូរជីវិតបែបនេះទេព្រះមុនីឥសីងាកមកសួរចៅស្ពាយធាតុថាមិនទៅពេញចិត្តទេបានឋានៈជាឪពុកគេទាំងពីរនាក់ដូច្នេះជាកិត្តិយសធំណាស់ចៅស្ពាយធាតុទូលថាព្រះករណាឥតចង់បានឋានៈនេះទេនឹងកិត្តិយសទាំងអស់នេះឡើយទុឲ្យវាជាកិត្តិយសនេះទៅចោះឲ្យវាយកធ្វើជាឪពុកផងនិងធ្វើជាជីតាផងក៏បានតែបើទោះជាយ៉ាងនេះក្តីក៏មិនបានបំពេញតាមបំណងរបស់ចៅស្ពាយធាតុដែរដូច្នេះព្រះមុនីឥសីក៏បានរៀបចំផ្សំផ្គុំឲ្យសមនឹងកុលធីតាคล้ายជាប្តីប្រពន្ធនឹងគ្នាទៅវង